ខ្ញុំនៅជនបទគ្មានឋានៈគ្មានមុខរបរគឺតបាញ់ចន្ទេលលក់បងទី2របស់ខ្ញុំគួនអ៊ីនៅស៊ីលៀងគេធ្វើជាកងការពារម្នាក់បងទី3របស់ខ្ញុំចាំងហ្វីនៅតំបន់ហើប៉ៃប្រកបមុខរបរលក់ស្រាហើយនឹងកាប់ជ្រូកអ្នកបាញ់ព្រួយលើសេះឈ្មោះគូឌីសូប្រយុទ្ធជាមួយនឹងហ៊ូសុកថាម៉េចឯងគ្រាន់តែជាអ្នកបាញ់ព្រួយកពេកកពុកហ៊ានប្រហឹងដល់ម្លឹងផងឯងស្មានថាស្ដេចត្រាញ់យើងមានមេតបក្លាហានអីមែនទេតែគេចេញទៅត្រកូលឆាប់នេះនិយាយត្រូវហើយបងប្រុសជាអ្នកបាញ់ព្រួយហើយពូកែជាងក្រុមមេតបស្ដេចត្រាញ់ទាំងឡាយបើมันអាចកាត់យកក្បាលហ៊ូសុកអញ្ចឹងកាត់យកក្បាលខ្ញុំលោកនាងទូទេបងប្អូនខ្ញុំទាំង3នាក់ស្លាប់រស់ជាមួយបងប្អូនខ្ញុំមិនឈ្នះអាចកាត់ក្បាលពួកខ្ញុំទាំង3នាក់